គ្រប់សម្ដេចប្រធានរដ្ឋសភាទីគ្រប់ហើយដល់ប្រធានទី1ហើយដល់រដ្ឋទាវអង្គសភាទី1ទីគ្រប់ខ្ញុំគ្រប់ស្វាគមន៍ហើយដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងសហការីបានជឿបរិបទការពារស្ដីពីច្បាប់ស្ដីពីចរាចរណ៍គ្រប់គ្រងក្នុងជំពូកទី2យើងពិភាក្សាគ្នាស្ដីពីសញ្ញាចរាចរណ៍ក៏ប៉ុន្តែខ្ញុំមើលចំណាត់អារម្មណ៍ទៅលើ3ចំណុចទី1ផលវិបាកដោយដែលមាននៅក្នុងសេចក្តីថ្លែងហេតុរបស់លោកនាយករដ្ឋាភិបាលយើងទទួលស្គាល់ក្រោយពីការខូចខាតគ្រោះថ្នាក់ចរាចរណ៍ប្រមាណនឹងប៉ះពាល់ដល់សង្គមខ្លាំងមែនទែនតែធ្វើមានប្រមាណពីស្រីពីម៉ាយហើយធ្វើឲ្យរដ្ឋចំណាយលុយរាប់រយលានដុល្លារក្នុងមួយឆ្នាំនេះជាចំណុចកត់សម្គាល់មួយដែលផលវិបាកដែលប៉ះពាល់រហូតដល់សពថ្ងៃប៉ះពាល់ដល់ជីវិតទាំងបានទាំងអស់គ្នាប្រមាណជា6អ្នកក្នុងមួយថ្ងៃ9ធ្ងន់16អ្នកក្នុងមួយថ្ងៃហើយផលវិបាកទាំងអស់នេះគួរយើងនាំគ្នាសិក្សារមូលហេតុតែរកវិធានការដោះស្រាយរួមជាមួយគ្នាដើម្បីប្រជាជាតិយើងមូលហេតុយើងបានលើមិនមាននិយាយពីផ្លូវមែនផ្លូវល្អមកនិយាយដល់រឿងដែលយើងឲ្យថាមូលហេតុលម្អឿនលឿនតែមិនគ្រប់ច្បាប់ចរាចរណ៍ផ្លូវមែនផ្លូវមានកលុកគាត់ចេញកលុកចូលឡានមែនអស់នេះយើងត្រូវទទួលស្គាល់ទាំងពីរផ្នែកបើល្អទៅធ្វើបានលឿនផ្លូវគ្រប់ទៅជាកលុកហើយក៏មានគ្រោះថ្នាក់ចរាចរណ៍ដែរហើយសំខាន់ជាទីបំផុតនោះតែប៉ុន្តែគឺសុវត្ថិភាពដល់ចំណុចនេះយើងធ្លាប់ជែកភាសាគ្នាជាញោមតែប៉ុន្តែគឺសុវត្ថិនេះក៏តាមផ្សេងទៀតនេះខ្ញុំសង្ខេបទៅខ្លីពីមូលហេតុឥឡូវជាការចូលរួមចំណែកដើម្បីរកវិធីការដោះស្រាយយើងគ្រប់គ្រងហើយមានច្បាប់ចរាចរណ៍ប្រកបដើម្បីយកទៅជាគោលជាមូលដ្ឋានដើម្បីនាំគ្នាគ្រប់អនុវត្តរបស់គ្នាទៅបានពេញលេញប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីលោកមានប្រសាសន៍បាញ់មិញវិជាការអប់រំខ្ញុំស្នើសុំឯកឧត្តមរដ្ឋមន្ត្រីតេតទៅក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធដាក់បញ្ចូលក្នុងកម្មវិធីសិក្សាស្ដីពីសញ្ញាចរាចរណ៍ដើម្បីបញ្ជ្រាបចំណេះដឹងឲ្យដល់សិស្សានុសិស្សឲ្យលោកបានសិក្សាដឹងជាបណ្ដានេះដែលហៅថាវិធានការបង្ការដែលយើងចង់ឲ្យជាប្រវត្តិឲ្យសិស្សរបស់យើងលោកបានយល់បានដឹងគឺដល់នោះវិធានការបង្ការមួយទៀតហៅថាពាក់ព័ន្ធនឹងគុណភាពបរិយាយដែលយើងចេះតែនាំទៅប្រាជ្ញាជានោះគុណភាពនៃរថយន្តសូមតាមដានហើយទីការធ្វើពីរថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូចធុនធំរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ធុនស្រាលហើយរថយន្តផ្សេងទៀតដូចដែលមានចែងនៅក្នុងលេខ4នៃច្បាប់នេះខ្ញុំសូមឲ្យអាដាមព្យាយាមបង្កើនគុណភាពនៃអ្នកបើកបរនេះពីព្រោះពេលដែលបានទទួលបានបើកបរហើយពិតប្រាកដទេអត់ចេះច្បាប់ចរាចរណ៍ទេអត់ហើយឯកភាពតែដល់ហើយខំនៅមានវិសាស្ត្រតែដល់បញ្ហាមានវិសាស្ត្រកត្តាសំខាន់មួយទៀតចេញទៅទឹកចិត្តរបស់អ្នកបើកបរទាំងនោះដែលយើងឲ្យឈ្មោះថាសិលធម៌និងអ្នកស្កាដូច្នេះការយកចូលគ្នាការគ្រប់ច្បាប់ជារឿងសំខាន់ជាទីបំផុតគុណភាពមួយទៀតដែលយើងត្រូវការពិនិត្យដែរហៅថាគុណភាពអ្នកពិនិត្យការវត្តច្បាប់តើការពិនិត្យលើអ្នកពិនិត្យការវត្តច្បាប់នេះបានត្រឹមត្រូវពេញលេញហើយបំបត្តិមន្ត្រីផលខូចមួយចំនួនដែលនៅតែមានការប្រព្រឹត្តទៅពុករលួយហើយធ្វើឲ្យមានបញ្ហាដដែលជាដដែលធ្វើត្រឡប់ចូលមកគ្រឿងប្រការមួយទៀតដើម្បីបង្ការខ្ញុំតែងតែលើសញ្ញាចរាចរណ៍មានតិចតួចមែនទេហើយចាស់ទៀតក៏មានការផ្លាស់ប្ដូរទៅវិញបានមកផ្សាយគ្រឿងសម្បត្តិច្រើនជាងផ្សាយសញ្ញាចរាចរណ៍សូមឲ្យបងរដ្ឋមន្ត្រីការជួយចិត្តរំងដល់ពេលមួយដែលយើងបដូរបានមកផ្សាយគ្រឿងសម្បត្តិតាមផ្លូវដែលមានចែងនៅក្នុងលេខ4ផ្លូវនឹងផ្លូវលេខខ្លះហើយតាមទីធ្លាសាធារណៈហើយខ្លាយទៅជាផ្លូវសញ្ញាចរាចរណ៍ដើម្បីឆ្លងឆ្ងាយផ្លូវឲ្យជាប្រវត្តិបានឃើញបានដឹងច្បាស់ទាំងអស់គ្នាតែទៅវិញខ្ញុំមានការសង្ឃឹមទេគឺបានលោកផ្សាយគ្រឿងសម្បត្តិច្រើនខ្លះរហូតដល់ប៉ាន់គិតពីរីករាយទៅវិញផ្លូវជាតិឬផ្លូវណាគឺគ្រប់ផ្នែករបស់តែដល់ទាំងអស់គ្នាទទួលស្គាល់ថាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍មកពីគ្រឿងសម្បត្តិក៏ប៉ុន្តែហេតុអីក៏យើងមិនស្កាត់និងបង្ការបញ្ជាឬទាំងអស់នេះដើម្បីដោះស្រាយបញ្ហានេះចំណុចមួយទៀតថាការផ្សាយគ្រឿងសម្បត្តិតាមប្រព័ន្ធផ្សព្វផ្សាយ
តាមវិទ្យុតាមទូរទស្សន៍តែលើមានកំបាំងមកមួយមក3ចុះឲ្យផ្សាយក៏តែឲ្យឃើញមានអសរតែចាប់ខែមួយទៅមានការជប់ផ្សាយពីម៉ោងណាទៅម៉ោងណាដូចខ្ញុំជឿថាអាដាមលោកជំទាវអាចមានបន្តែពីបោថាប្រព័ន្ធផ្សព្វផ្សាយសំខាន់ណាស់ពីព្រោះមានអត់ដឹងថាពេលណាក្មេងអាយុ10ឆ្នាំមើលពេលណាក្មេងអាយុ15ឆ្នាំមើលជួនស្ដាប់វិទ្យុមានអត់ដឹងទេដូច្នេះគេជួយការប្រចាំយ៉ាងទីបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយអ្វីដែលជាគុណធម៌អ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិចូលទៅដល់សង្គមគេគិតសម្រាប់ណាដោយឡែកតែយើងហេតុអីក៏ផ្សព្វផ្សាយពីបដិបត្តិទៅ